ថ្ងៃនេះដែរគឺថាយើងបានជិះម៉ូតូទៅដើរលេងនៅខាងកោះកុងបាទហើយក៏នេះដែរក៏យើងបានធ្វើដំណើរតាមផ្លូវបាទជិះទៅទេសភាពតាមដងផ្លូវគឺស្អាតស្រស់ស្រាយម្ដងឥឡូវគឺយើងបានមកដល់ផ្ទះដែលគេនៅតាមមាត់សមុទ្របាទធ្វើតាមទឹកអញ្ចឹងហើយក៏មានអ្នកបងស្នាញ់បានត្រីច្រើនមែនទែនបាទហើយក៏ឈប់មើលគេបន្តិចហើយក៏ធ្វើដំណើររៀបចំទៅមុខទៀតបាទគេនៅតាមលើទឹកគឺមួយយ៉ាងដែរបាទនៅខាងស្រុកបតុមសាគរខាងថ្មសឥឡូវយើងជិះម៉ូតូជិះទៅក្រោយវិញបាទជិះចេញទៅវិញឥឡូវគឺអត់សូវមានអ្នកនៅទេបាទគេចេញរស់ស៊ីខ្លះទៅគេចុះទូយកអីចឹងនេសាទជិះដល់មើលតាមផ្ទះគេអញ្ចឹងមួយយ៉ាងដែរបាទមើលទៅតំណដែរជិះនេះគឺអត់ទៅដល់ទីរំខានទេបាទនៅឆ្ងាយដែរនៅខាងថ្មសខាងនេះជិះបន្តិចទៀតទៅយើងចេញទៅដល់ក្រៅវិញចិត្តដល់កន្លែងផ្សារទឹកហ្នឹងគឺមានត្រីលើផុកអញ្ចឹងត្រីគេរត់លឿនដែរអត់សូវស្គាល់ដែរបាទត្រីហ្នឹងនៅលើផុកហ្នឹងនៅយើងបានចេញមកដល់ក្រៅបាទចេញទៅក្រៅវិញផ្ទះគេគឺនៅតាមជាប់គ្នាnhauផ្ទះគេលេងជិះមកដល់កន្លែងផ្សារកន្លែងលក់អីបានលក់អីច្រើនផ្លូវគេគឺឆ្វេងឆ្វិតច្រើនបាទ
បើជិះទៅដំបងអត់ដឹងអីវែងពេញហ្នឹងយើងអត់សូវស្គាល់អីបាទវីដេអូរបស់ខ្ញុំបាទគឺមានតែប៉ុណ្្នឹងទេបាទហើយក៏អរគុណបងប្អូនដែលបានចូលទស្សនាមើលផងដែរបាទអរគុណច្រើនបាយបាយ